តើរថយន្តចិនសុវត្ថិភាពដែរឬទេនេះគឺជាសំណួរដែលអ្នកត្រូវតែសួរហើយនេះគឺជាការធ្វើតេស្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយការទម្លាក់រថយន្តពីលើចំនួនរហូតដល់2គ្រឿងតើរថយន្តនេះអាចឆ្លងកាត់ការតេស្តដ៏ធ្ងន់ធ្ងរបែបនេះបានដោយរបៀបណាសូមស្វាគមន៍រថយន្តដែលមានកម្រិតសុវត្ថិភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យមកកាន់ទីផ្សារប្រទេសកម្ពុជានោះគឺ Geely Monjaroនេះខ្ញុំមានដំណឹងដ៏ពិសេសមួយជំរាបជូនដល់កាន់បងប្អូនទាំងគ្នាគឺក្រុមហ៊ុន Geely Cambodia បានធ្វើការបើកទទួល pre-booking នៅរថយន្ត SUV បែបប្រណិតមួយគឺ Geely Monjaro ដែលមាននៅមុខងារទំនើបក៏ដូចជាមុខងារសុវត្ថិភាពច្រើនសម្បូរបែបជាពិសេសគឺទំហំធំទូលាយតែម្ដងជាមួយនឹងតម្លៃទៅជាង$30,000បងប្អូនតែតម្លៃនេះគឺ discount $5,000 ប៉ុន្តែសម្រាប់តែអតិថិជន100នាក់ដំបូងតែប៉ុណ្ណោះមិនមែនមានតែតម្លៃ discount $5,000 ដែលនៅសល់តម្លៃជាង$30,000ហ្នឹងទេគឺមានទាំងការថែមជូននៅឈ្នាន់ជើងប្រណិតដែលមានតម្លៃជិត$2,000ក៏ដូចជាកាដូផ្សេងៗជាច្រើនអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ទៅលើ brand Geely ស្រឡាញ់ឡាន Geely បងប្អូនអាចធ្វើការពិចារណាបានទៅលើរថយន្ត SUV ដែលមានតម្លៃ pre-order ដ៏ពិសេសដែលផ្ដល់ជូនពី Geely Cambodia អញ្ចឹងសម្រាប់ការនាំចូលនៅ model ថ្មី Geely Monjaro នេះគឺសម្រាប់តម្រូវសម្រាប់សន្ទុះនៃការគ្រប់គ្រងរថយន្ត Geely នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងកើនឡើងជាលំដាប់តែម្ដងហើយបងប្អូនក៏អាសាឃើញរថយន្ត Geely គ្រប់ model ទាំងអស់ចរាចរណ៍នៅតាមដងផ្លូវនៃប្រទេសជាណាចក្រកម្ពុជាយើងផងដែរអញ្ចឹងដោយសារតែឆ្លើយតបទៅតាមការគ្រប់គ្រងនេះ Geely ក៏សម្រេចនាំចូលនៅ line up ថ្មីជាប្រភេទ SUV ប្រភេទធំ option ទំនើបជាពិសេស platform របស់វាគឺតួគ្រោងតែមួយជាមួយនឹង Volvo XC90 ហើយ Volvo XC90 នេះបងប្អូនដឹងហើយជាប្រភេទរថយន្តមួយដែលប្រណិតសុវត្ថិភាពនិងជាប្រភេទរថយន្តដ៏ទំនើបមួយរបស់ប្រទេសស៊ុយអែតអញ្ចឹងសម្រាប់ Volvo គឺជា brand ក្រុមហ៊ុនមួយដែលស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Geely Group មានន័យថា Geely Group គឺជាក្រុមហ៊ុនមេអញ្ចឹងសម្រាប់ Volvo បងប្អូនដឹងស្រាប់ហើយគឺជារថយន្តដែលទទួលស្គាល់ទៅលើស្តង់ដារសុវត្ថិភាពកម្រិតខ្ពស់តែម្ដងអ្នកដែលប្រើប្រាស់ Volvo មួយគឺជាប់ចិត្តទៅលើស្តង់ដារសុវត្ថិភាពរបស់រថយន្តដែលបានផ្ដល់ឲ្យតែម្ដងអញ្ចឹងសម្រាប់ Geely នេះក៏អត់ខុសគ្នាដែរបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំក៏អាចធ្វើការរៀបរាប់ spec ខ្លះៗជូនទៅកាន់បងប្អូនដែរសម្រាប់ Geely Monjaro នេះវាមានចំណុចពិសេសជាច្រើនសម្បូរបែបដូចជាម៉ាស៊ីនសាំង 2.0 លីត្រជាប្រភេទម៉ាស៊ីន turbo បង្កើតកម្លាំងបាន241 PS ជាមួយនឹងកម្លាំងរមុល350 Nm ប្រអប់លេខគឺជាប្រភេទ8វគ្គ automatic ការចេញចូលឡានបាទគឺ keyless entry គឺយើងមានតែ smart key ព្យួរនៅកប៉ៅឬក៏ដាក់នៅក្នុងកប៉ៅយើងទេគឺយើងអាចចេញចូលឡានដោយមិនបាច់ចុចទៅលើ smart key ទេ intelligent tailgate គឺយើងអាចធ្វើការបិទបើកឃ្លុបខាងក្រោយដោយ automatic និងច្រើនរបៀបផងដែរកាន់តែពិសេសនៅផ្នែកខាងក្នុងគឺមាន head up display ឬក៏ HUD ដែលមានទំហំរហូតដល់ 25.6 inch ដែលផ្ដល់នូវទិន្នន័យបានច្បាស់ល្អមែនទែននិងមានអេក្រង់ triple display ទំហំរហូតដល់ 12.3 inch កាន់តែពិសេសមុខងារសម្រួលទៅដល់ការប្រើប្រាស់មានមកជាមួយនឹង wireless charge speaker Infinity មានរហូតដល់12គ្រាប់ជាមួយនឹងមុខងារ voice command នៅលើដៃចង្កូតដែលយើងអាចធ្វើការប្រើប្រាស់ដើម្បីបញ្ជាដោយសំឡេងបានបងប្អូនទាំងគ្នាជាមួយនឹងតម្លៃជាង$30,000យើងទទួលបាននៅកាមេរ៉ា540ដឺក្រេមើលឃើញទាំងបាតរថយន្តថែមទៀតផងសម្រាប់ Geely Monjaro នេះគឺមានមកជាមួយនឹង drive mode ជាច្រើនសម្បូរបែបមានដូចជា Eco Comfort Sport ជាពិសេសគឺមានមុខងារ Snow Off-road និង Sen ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់គ្រប់កាលៈទេសៈផ្លូវតែម្ដងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពដូចជា Auto Emergency Braking ដែលជាប្រព័ន្ធ Frank Automatic ប្រព័ន្ធ Intelligent High Beam ដែល control ទៅលើបាច់ពន្លឺអាចធ្វើការសេរីទៅឡើងទម្លាក់ពន្លឺដោយស្វ័យប្រវត្តិនិងប្រព័ន្ធ Adaptive Cruise Control ដែលសម្របតម្រូវល្បឿនទៅតាមរថយន្តខាងមុខក៏ដូចជាមានមុខងារទៅឡើងទម្លាក់ល្បឿនផងដែរហើយក៏មានមុខងារកំណត់នៅល្បឿនថេរមួយនៅពេលដែលយើងបើកបរនៅលើផ្លូវ highway ឬក៏ផ្លូវល្បឿនលឿនកាន់តែពិសេសរថយន្តនេះក៏មានមកជាមួយនឹងបន្លាញ Sport Monitor ដែលជំនួយនៅពេលវ៉ាចេញឆ្វេងស្ដាំផងដែរសម្រាប់រថយន្តនេះមានកម្ពស់1689 មីលីម៉ែត្រគម្លាតកង់2845 មីលីម៉ែត្រជាមួយនឹងទទឹង1895 មីលីម៉ែត្ររីឯបណ្ដោយ4770 មីលីម៉ែត្រចំណែកឯ ground clearance ឬក៏កម្ពស់ហាពីដីគឺ210 មីលីម៉ែត្រគឺនេះគ្រាន់តែច្បិចយកតែចំណុចសំខាន់ៗមកជំរាបជូនបងប្អូនតែប៉ុណ្ណោះមានថវិកាជាង$30,000បងប្អូនទៅរកអាណាទៀតសម្រាប់ភាពទំនើបទំហំធំទូលាយជាពិសេសគឺ brand ដ៏គួរឲ្យទុកចិត្តបានហើយបងប្អូនដែលគាត់ត្រូវការនៅសុវត្ថិភាពខ្ញុំគិតថាមិនគួរនៅក្នុងការមើលរំលង Geely Monjaro នេះទេអញ្ចឹងតម្លៃល្អហើយតាន់មាន promotion 100អតិថិជនដំបូងអញ្ចឹងបងប្អូនរូតរះទៅសួរព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងគេហទំព័រផ្លូវការរបស់ Geely Cambodia ឬក៏អញ្ជើញទៅកាន់ showroom របស់ Geely Cambodia ដែលមានទីតាំងដូចបានបង្ហាញនៅខាងចុងវីដេអូនេះហើយបងប្អូនយល់ឃើញយ៉ាងណាដែរពី Geely Monjaro នេះអាចធ្វើការ comment បានសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ